ជំរាបសួរចាថ្ងៃនេះយើងមកសិក្សាបន្តទៀតគឺកិរិយាសព្ទ to be ជាមួយនឹង not ជាទម្រង់បដិសេធចាគឺអត្ថន័យរបស់វាគឺជានៅចាហើយការពីវីដេអូមុនខ្ញុំបានចែករំលែកជាមួយបងប្អូនរួចហើយពីទម្រង់ស្របនៃការប្រើប្រាស់កិរិយាសព្ទ to be ឥឡូវយើងមករៀនទម្រង់បដិសេធនៅលើនេះគឺជាទម្រង់នៅក្នុងការប្រើប្រាស់ទម្រង់បដិសេធ subject ប្រែថាប្រធានបូកជាមួយនឹងកិរិយាសព្ទ to be បំបែកទៅជា3 am is and are បូកជាមួយនឹង not ហើយការបំបែកហ្នឹងដូចយើងបានដឹងហើយថានៅក្នុងភាសាអង់គ្លេសយើងមានសព្វនាមទាំងអស់7ហើយយើងយកសព្វនាមមកប្រើប្រាស់ជាមួយនឹងកិរិយាសព្ទ to be គឺត្រូវតែបំបែកឲ្យត្រូវនឹងទម្រង់របស់វាដូចជាសព្វនាមទី1 I ខ្ញុំប្រើជាមួយនឹង am ហើយទម្រង់ខ្លីរបស់វាគឺ am not we you they ប្រើជាមួយនឹង are បូកជាមួយនឹង not ហើយទម្រង់ខ្លី are not គឺ aren't ចា he she it is not ទម្រង់ខ្លី is not ស្មើនឹង isn't ចាខ្ញុំនឹងបញ្ចូលជាមួយនឹងវាក្យសព្ទគឺ vocabulary ដែលតកតងទៅនឹងមុខរបរនៅក្នុងផ្នែកអប់រំយើងមានពាក្យ teacher ប្រើថាគ្រូបង្រៀនហើយនរណាក៏អាចប្រើពាក្យ teacher បានដែរសំដៅជាទូទៅចាជាគ្រូបង្រៀនទូទៅពាក្យមួយទៀត professor ប្រើថាសាស្ត្រាចារ្យលោកសាស្ត្រាចារ្យឬក៏អ្នកស្រីសាស្ត្រាចារ្យគឺសំដៅទៅលើគ្រូបង្រៀននៅថ្នាក់មហាវិទ្យាល័យចាមួយទៀត tutor គឺគ្រូបង្រៀនសម្រាប់សិស្សម្នាក់ទល់ម្នាក់ឬសម្រាប់ក្រុមតូចតទៅទៀត principal មើល stress ណានៅសំឡេងទី1 print អញ្ចឹងសំឡេងទី1ធ្ងន់ principal ប្រធាននាយកឬក៏ចាស់វាងតទៀត librarian stress សំឡេងទី2 brilliant អញ្ចឹងយើងអានថា librarian ប្រែថាបណ្ណារៈគឺជាអ្នកដែលធ្វើការនៅក្នុងបណ្ណាល័យតទៀត teaching assistant យើងមើលពាក្យ assistant គឺ stress នៅសំឡេងទី2 assistant អញ្ចឹងយើងអានថា teaching assistant គឺជំនួយការគ្រូបង្រៀនឥឡូវយើងយកកិរិយាសព្ទ to be បូកជាមួយនឹង not ទម្រង់បដិសេធមកផ្គូផ្ចូលជាមួយនឹង vocabulary ដែលយើងបានរៀនហើយការរៀនបែបនេះដដែលដើម្បីឲ្យយើងអាចចេះនិយាយគឺយើងត្រូវមិនមែនចាំតែក្បួនវេយ្យាករណ៍ទេគឺត្រូវចេះផ្សំហើយផ្សំជាមួយនឹងពាក្យផ្សេងចាឥឡូវនេះយើងរៀនពីពាក្យនៅក្នុងផ្នែកអប់រំមានប្រមាណពាក្យនេះចាហើយប្រមាណពាក្យនេះអាចបង្កើតទៅជាប្រយោគច្រើនណាស់ចាឥឡូវបើខ្ញុំនិយាយថាខ្ញុំមិនមែនជាសាស្ត្រាចារ្យម្នាក់ទេយើងនិយាយថាម៉េចI am not a professor ចាគឺពាក្យទី2នេះខ្ញុំមិនមែនជាសាស្ត្រាចារ្យម្នាក់ទេចាអ្នកនរអគ្នាដែលកំពុងរៀនតាមវីដេអូនេះខ្ញុំមិនបានសរសេរឲ្យគ្រប់អ្វីទាំងអស់នោះទេដើម្បីឲ្យអ្នកទាំងអស់គ្នាបានអនុវត្តអ្នកទាំងអស់គ្នាអាចសរសេរនៅក្នុងសៀវភៅដោយខ្លួនឯងចាហើយខ្ញុំបាននិយាយរៀបរាប់មកហើយអញ្ចឹងអាចសរសេរដោយខ្លួនឯងនៅក្នុងសៀវភៅជាការសិក្សាមួយដ៏ល្អចាបន្តទៀតបើយើងនិយាយថាពួកយើងមិនមែនជាអ្នកធ្វើការក្នុងបណ្ណាល័យទេមិនមែនជាបណ្ណារៈទេនិយាយថាម៉េច We are not librarians មាន s ណាយើងត្រូវថែម s នៅពេលដែលយើងចង់ឲ្យវាខ្លាយទៅជាគេហៅថាពហុវចនៈឬនៅពេលដែលយើងចង់និយាយស្រួលស្ដាប់គឺនៅពេលដែលយើងចង់ធ្វើឲ្យវាលើសពី1ច្រើនអ្នកយើងគ្នាច្រើនមិនមែនជាបណ្ណារៈទេ We are not librarians យើងមិនមែនជាបណ្ណារៈទេហើយទម្រង់ខ្លី We aren't librarians បន្តទៀត He she it ឥឡូវបើយើងនិយាយថាគាត់មិនមែនជាជំនួយការគ្រូបង្រៀនទេយើងនិយាយថាម៉េច He is not a teaching assistant គាត់មិនមែនជាជំនួយការគ្រូបង្រៀនម្នាក់ទេចាំបើយើងនិយាយថានាងមិនមែនជាគ្រូបង្រៀនទេឥឡូវនិយាយថាម៉េច She is not or she isn't a teacher ចានាងមិនមែនជាគ្រូបង្រៀនម្នាក់ទេចានេះគឺការប្រើប្រាស់ទម្រង់បដិសេធ
ហើយថ្ងៃក្រោយយើងនឹងបានរៀនប្រយោគផ្សេងៗយើងនឹងសង្កេតទាំងអស់គ្នាការប្រើប្រាស់នៅត្រង់កន្លែងនេះជាទូទៅគឺប្រើការបកប្រែថាគឺជាចាថ្ងៃនេះមានប៉ុណ្ណេះចែកជូនអ្នកទាំងអស់គ្នាចាមេរៀនខ្លីប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការរៀនភាសាអង់គ្លេសសូមសរសេរឲ្យបានច្រើនការបង្កើតប្រយោគដូចដែលខ្ញុំបានបង្កើតជាគំរូគឺជាមធ្យោបាយមួយនៅក្នុងការសិក្សាហើយក៏ជាមធ្យោបាយមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការចេះច្បាស់ទៅលើក្បួនវេយ្យាករណ៍ហើយអាចយកមកប្រើប្រាស់នៅក្នុងការនិយាយបានចាសសូមអរគុណសូមជម្រាបលា